បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃទី28ខែកក្កដាឆ្នាំ2026បាទថ្ងៃនេះផងដែរខ្ញុំបាទលើកយកព័ត៌មានមួយពាក់ព័ន្ធជាមួយនឹងភាគខាងត្បូងរបស់ប្រទេសថៃបងប្អូនជាទីគោរពរាប់អានភាគខាងត្បូងរបស់ប្រទេសថៃកំពុងតែស្ថិតនៅក្នុងស្ថានភាពតានតឹងខ្លាំងហើយបងប្អូនបាទកងទ័ពភូមិភាគ4កំពុងតែរៀបចំប្រតិបត្តិការបាទដើម្បីឡើងភ្នំមួយហៅថាភ្នំមរណៈបាទគឺនៅក្នុងប្រទេសថៃហ្នឹងដើម្បីពាត់ចាប់ក្រុមឧទាមដែលពួកគេរកឃើញថាទីតាំងនេះអាចជាកន្លែងលាក់ខ្លួនរបស់ក្រុមឧទាមហើយនៅក្នុងនោះផងដែរបងប្អូនប្រកាសជាបានជ្រាបកាលពីថ្ងៃទី25គឺមានការវាយប្រហារដោយក្រុមឧទាមបានដាល់ឲ្យបាទកងទ័ពរបស់ថៃចំនួន5នាក់ត្រូវបានបាត់បង់ជីវិតជាទាហានជុតខ្មៅហើយនឹងប្រជាជនថៃចំនួនប្រមាណជាជាង5នាក់ទៀតគឺត្រូវបានរងរបួសធ្ងន់និងស្រាលបាទហើយមិនត្រឹមតែប៉ុណ្ណោះគឺបានបំផ្លាញនូវទ្រព្យសម្បត្តិរបស់រដ្ឋមួយចំនួននៅក្នុងពេលដែលមានការវាយប្រហារនៅទីតាំងបាទប៉ុស្តិ៍យាមកាមរបស់ថៃនៅក្នុងនោះផងដែរគឺក្រុមឧទាមបានវាយប្រហារបាទយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមកបន្ទាប់ពីការបង្កាយគ្រាប់បែកនៅក្នុងឆ្នាំ2025ដល់2026នេះឥឡូវនេះរឿងរ៉ាវទាំងអស់នេះក្តៅមែនទែនហើយបងប្អូនអញ្ចឹងបានថាសន្តិសុខថៃប្រៀបបានដូចអន់មែនទែនបាទយើងមិនថាវាអន់ដោយសារអីគឺក្រុមឧទាមនេះគាត់បានធ្វើសកម្មភាពជាច្រើនលើកច្រើនសារយ៉ាងយូរមួយអាទិត្យឬក៏ពីរអាទិត្យម្ដងដូចជាការបង្កាយគ្រាប់បែកដូចជាការដាក់គ្រាប់បែកនៅហាងពីទីបាទនៅក្នុងនោះផងដែរមានទាំងសកម្មភាពផ្សេងជាច្រើនទៀតវាយប្រហារបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតជាបន្តបន្ទាប់តែសន្តិសុខថៃមិនអាចចាប់ក្រុមឧទាមនេះបានទេមិនត្រឹមតែប៉ុណ្ណោះមានការប្លន់ហាងមាសកាលពីឆ្នាំ2025ដែលមានតម្លៃរាប់លានដុល្លារប៉ុន្តែនៅតែចាប់មិនបានស្នើសុំឲ្យម៉ាឡេស៊ីជួយតែម៉ាឡេស៊ីបាទអត់ជួយទេបងប្អូនមកដល់ពេលបច្ចុប្បន្ននេះបាទម៉ាឡេស៊ីនិយាយតែមកថាអូកិច្ចសហប្រតិបត្តិការគឺមានប៉ុន្តែម៉ាឡេស៊ីអត់ជួយអនុវត្តហើយនៅពេលដែលក្រុមឧទាមនេះវាយប្រហារហើយបាទក៏គេចខ្លួនបានវាយប្រហារហើយគេចខ្លួនបានថៃអត់ដែលចាប់បានសូម្បីតែម្នាក់ប៉ុន្តែនៅក្នុងប្រតិបត្តិការថ្ងៃនេះបើយោងទៅតាមការផ្សាយរបស់កាសែតអាមេរិនថៃបានធ្វើការផ្សព្វផ្សាយថាបាទកងទ័ពភូមិភាគ4បាទបានរួបរวมគ្នាសហការឡើងលើភ្នំមរណៈបាទនៅក្នុងខេត្តផាត់តានីដែលភ្នំនេះបងប្អូនគឺជាភ្នំមួយដ៏ធំបាទដែលមានខេត្ត3ប្រជុំគ្នាបាទហើយភ្នំនេះនៅកណ្ដាលអញ្ចឹងគឺជាទីតាំងដែលថៃកំណត់ថាជាក្រុមឧទាមដែលនឹងធ្វើការវាយប្រហារនឹងចូលកាន់កាប់នឹងមិនត្រឹមតែប៉ុណ្ណោះបាទកងទ័ពថៃកំពុងតែចល័តឡើងភ្នំនេះតែក្រុមឧទាមទាំងនោះត្រូវបានគេដឹងថាគឺជាទ័ពព្រៃបាទទ្របដែលមានបទពិសោធន៍និងមានសមត្ថភាពខ្ពស់នៅក្នុងការទប់ទល់ទាហានថៃហើយទ័ពព្រៃទាំងនេះបាទថែមទាំងស្គាល់ភូមិសាស្ត្រទីតាំងភ្នំមរណៈនេះយ៉ាងច្បាស់លាស់តែម្ដងបាទមិនត្រឹមតែស្គាល់ទីតាំងច្បាស់ទេពីព្រោះថាទីកន្លែងនោះជាកន្លែងដែលថៃកំណត់ថាជាការឈរជើងបងប្អូនបាទកំណត់នេះហើយបានធ្វើសកម្មភាពថៃបានធ្វើសកម្មភាពនៅក្នុងថ្ងៃទី27កក្កដាហើយឥឡូវនេះបាននៅខេត្តនរាធិវត្តផាត់តានីតង់ខ្លាយ៉ាឡាបាទគឺសិតសឹងតែមានការរឹតបន្តឹងយ៉ាងខ្លាំងបាទចាប់ពីម៉ោង9ទៅគឺត្រូវបានបិទមិនឲ្យមានការធ្វើដំណើរទេហើយចង់ធ្វើដំណើរលួត្រាតែមានកិច្ចការងារសំខាន់ដូចជាទៅពេទ្យបាទមានមនុស្សបាត់បង់ជីវិតបាទទើបឲ្យទៅហើយបើកវិញរហូតដល់ម៉ោង6ព្រឹកបាទទើបអាចធ្វើដំណើរបានធម្មតាហើយប្រជាពលរដ្ឋបាទដែលជិះឡានទាំងអស់ត្រូវគឺធ្វើការត្រួតពិនិត្យបាននៅលើដងផ្លូវយ៉ាងយកចិត្តទុកដាក់បំផុតហើយមិនត្រឹមតែត្រួតពិនិត្យនោះទេបាទកំណត់អត្តសញ្ញាណថែមទៀតផងបងប្អូនខេត្តភាគខាងត្បូងថៃកំពុងតែតានតឹងខ្លាំងមែនទែនហើយមិនត្រឹមតែប៉ុណ្ណោះទេឥឡូវនេះប្រជាជន3នាក់គឺត្រូវបានឃាត់ខ្លួនដោយកងកម្លាំងថៃបាននៅក្នុងខេត្តប៉ាត់តានីដោយសង្ស័យថាជាប់ពាក់ព័ន្ធជាមួយនឹងក្រុមឧទាមទាំងនេះហើយឥឡូវនេះរឿងដែលសំខាន់មួយទៀតគឺថៃបាទកំពុងតែធ្វើរឿងជាច្រើនបាទដើម្បីទប់ស្កាត់ហើយកន្លែងនេះថៃបានគិតយ៉ាងច្បាស់ថានៅពេលដែលឡោមព័ទ្ធភ្នំនេះភ្នំមរណៈនេះអាចនឹងធ្វើឲ្យកងទ័ពថៃជាច្រើនត្រូវបាត់បង់ជីវិតពីព្រោះថាភ្នំនេះគឺភូមិសាស្ត្រពិបាកនៅក្នុងការធ្វើដំណើរបាទហើយមិនត្រឹមតែប៉ុណ្ណោះកងទ័ពឈុតខ្មៅថៃបាទអត់ស្គាល់ភូមិសាស្ត្រនេះទេយើងស្គាល់ហើយពាក្យថាកងទ័ពឈុតខ្មៅថៃបាទគឺសម្លេះហើយបានសួរចម្លើយជាក្រោយឥឡូវនេះថៃបាទអនុញ្ញាតឲ្យកងទ័ពឈុតខ្មៅទាំងប៉ារ៉ាបាទនឹងក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់
មានសិទ្ធិប្រើប្រាស់អាវុធនៅពេលដែលមានការតបតរបស់ជនណាម្នាក់ឬក៏មិនថាតែជនស៊ីវិលនោះទេគឺថៃអនុញ្ញាតឲ្យប្រើប្រាស់អាវុធដើម្បីតបតកម្ចាត់ហើយចាំសួរចម្លើយក្រោយបងប្អូនបាទនេះគឺស្ថានភាពប្រទេសថៃនៅក្នុងថ្ងៃទី28បាទ27នេះកំពុងតែស្ថិតនៅក្នុងស្ថានភាពតានតឹងខ្លាំងមែនទែនសត្រូវជំទិសណាបងប្អូនបាទស្របពេលដែលកម្ពុជាយើងចូលឈ្លានពានកម្ពុជាយើងប្រជាជនកំពុងតែស្អប់ពើមនឹងក៏ដូចជាយ៉ាងខ្លាំងចំពោះថៃឥឡូវនេះជាមួយនឹងមីយ៉ាន់ម៉ាក៏អត់ទាន់ត្រូវជាមួយនឹងមីយ៉ាន់ម៉ាដែរបងប្អូនមីយ៉ាន់ម៉ាកំពុងតែវាយប្រហារយ៉ាងខ្លាំងចំពោះក្រុមអូទៀមការ៉ែនបាទជាមួយនឹងម៉ាឡេស៊ីពាក់ព័ន្ធជាមួយនឹងការបោកឲ្យចូលបង្គាវិញចំពោះប្រទេសម៉ាឡេស៊ីបង្គាប៉ារ៉ាចំនួន5ប្រភេទដែលត្រូវបានបិទនោះក៏ម៉ាឡេស៊ីមិនទាន់អនុញ្ញាតឲ្យមានការនាំចូលដែរបាទមិនត្រឹមតែមិនទាន់អនុញ្ញាតទេភាពតានតឹងបាទអាចកើតមានគ្រប់ពេលវេលាឥឡូវនេះថៃកំពុងតែប្រឈមមុខយ៉ាងខ្លាំងជាមួយនឹងក្រុមអូទៀមឬហៅថាក្រុមផ្ដាច់ខ្លួននៅភាគខាងត្បូងនេះហើយថៃបានកំណត់គោលដៅថាក្រុមអូទៀមនេះមានមិនតិចទេយ៉ាងហោចណាស់ពី7ទៅ10ក្រុមជាងបាទដែលចែកជាក្រុមហើយមានមនុស្សនៅលើភ្នំមរណៈនេះប្រហែលជាជិត100នាក់ប៉ុន្តែត្រូវបានលាក់អត្តសញ្ញាណឡើងជិតឈឹងតែម្ដងដែលថៃមិនទាន់អាចរកទីតាំងឃើញនៅឡើយទេប៉ុន្តែគ្រាន់តែកំណត់ថាទីតាំងនេះគឺស្ថិតនៅក្នុងទីស្នាក់ការឬហៅថាទីកន្លែងជំរករបស់ក្រុមអូទៀមភាគខាងត្បូងនេះគឺជាវិវត្តព័ត៌មានថ្មីនៅភាគខាងត្បូងរបស់ប្រទេសថៃបងប្អូនពិតជាអស្ចារ្យបាទភាគខាងត្បូងប្រទេសថៃហើយបង្ក្រាបយ៉ាងណាក៏បង្ក្រាបមិនចេះអស់ចាប់យ៉ាងណាក៏ចាប់មិនចេះអស់ពីព្រោះថាយើងដឹងហើយទឹកដីភាគខាងត្បូង4ខេត្តនេះជាអតីតរបស់ប្រទេសម៉ាឡេស៊ីហើយក្រុមអូទៀមទាំងនេះកំពុងតែព្យាយាមផ្ដាច់ទឹកដីបាននឹងផ្ដាច់ភូមិសាស្ត្រពីប្រទេសថៃហើយនៅក្នុងតំបន់ភាគខាងត្បូងមានផាតានីបាយ៉ាឡាសង្ឃ្លានរាធិវត្តនេះគឺថៃនិងរដ្ឋាភិបាលលោកថាក់ស៊ីនស៊ីនវត្រាធ្លាប់សម្លេងមនុស្សអស់រាប់ពាន់នាក់អស់រាប់ម៉ឺននាក់បងប្អូនបាទមនុស្សជិត10000នាក់ត្រូវបានបាត់បង់ជីវិតគឺត្រូវបានសម្លេងកាលពីសម័យរដ្ឋាភិបាលលោកថាក់ស៊ីនស៊ីនវត្រានៅកាន់តំណែងហើយមានរឿងច្រើនទៀតបងប្អូនឥឡូវនេះយើងរងចាំស្តាមដានព័ត៌មានទាំងអស់គ្នាថាខេត្តភាគខាងត្បូងនឹងទៅជាយ៉ាងណាស្របពេលដែលថៃកំពុងតែចងស្ត្រីជុំទិសហើយពេលនេះបងប្អូនអញ្ចឹងយើងចូលរួមអបអរសាទរទាំងអស់គ្នាចំពោះប្រទេសចៅមួយនេះនិងចំពោះទីតាំងចៅមួយនេះអាចនឹងក្លាយទៅជាប្រទេសដែលទុនខ្សោយនៅក្នុងថ្ងៃអនាគតហើយខ្ញុំសង្ឃឹមថាបាននឹងអាចក្លាយទៅជាប្រទេសទុនខ្សោយពីព្រោះថាវាអាំងតែវាជាប្រទេសធំបានមានកងទ័ពច្រើនមានសភាវុធច្រើនតែងតែមើងងាយប្រទេសជិតខាងបើតែងតែធ្វើបាបប្រទេសជិតខាងទៅតាមការប្រើកម្លាំងយើងដឹងហើយថាថៃបានឈ្លានពានកម្ពុជា3ដងធំបាទចាប់ពីសម័យសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋបាននៅពេលដែលព្រះអង្គនៅកាន់តំណែងរហូតដល់សម័យសម្ដេចតេជោឥឡូវនេះសម័យសម្ដេចធិបតីទៀតបាទក៏ត្រូវបានថៃឈ្លានពានបាទក្រោមនយោបាយរបស់ក្រមជ្រុលនិយមមួយក្តាប់តូចឲ្យតែថៃបាទមានការផ្លាស់ប្ដូរបរិបទនយោបាយព្រាមនៅក្នុងនោះថៃចាប់តាមឈ្លានពានខ្មែរយើងតាំងបងប្អូននេះថៃបានយកព្រំដែនធ្វើជានយោបាយច្បាស់ណាស់បាទដូច្នេះព័ត៌មាននេះមានប៉ុណ្ណឹងដើម្បីទទួលបាននូវព័ត៌មានថ្មីបន្ថែមទៀតនឹងដើម្បីតាមដានព័ត៌មានរបស់ខ្ញុំបងប្អូនកុំភ្លេចជួយ follow និង subscribe like ទៅអ្នកមួយផងបាទខ្ញុំបាទសូមអរគុណនិងសូមគោរព